នៅទីបំផុតបងប្រុសគ្រីពីឡុតដែលជាពិធីករនិងជាប្រធានគូបកងប្រធានចាប់គូប្រចាំសៃវៀនរស្មីហងមាសបានលើកឡើងអំពីជំនួបរវាងកីឡាករប៉ែនកមហាម៉ាត់ជាមួយនឹងកីឡាករឌីមសេរុំនៅចុងឆ្នាំនេះបងប្អូនប្រសិនបើមានជាការពេញចិត្តកុំភ្លេចចុចពាក្យជាវឬក៏ពាក្យ Subscribe ម្នាក់មួយផងដើម្បីទទួលបាននូវព័ត៌មានថ្មីៗទាក់ទងជាមួយនឹងវិស័យកីឡាផ្ដាល់គុណខ្មែរប្រិមិត្តបងប្អូនប្រហែលជាបានដឹងខ្លះរួចមកហើយតាក់ទងជាមួយនឹងជំនួបរវាងកីឡាករប៉ែនកមហាម៉ាត់ជាមួយនឹងកីឡាករឌីមសេរុំបាទយើងឃើញថាជាលទ្ធផលបាទពួកគាត់ធ្លាប់ប៉ះគ្នាបាទជាលទ្ធផលគឺកីឡាករឌីមសេរុំយកឈ្នះកីឡាករប៉ែនកមហាម៉ាត់បាទចាបែបណាក្តីចំពោះលទ្ធផលនេះកីឡាករប៉ែនកមហាម៉ាត់ហាក់មិនទាន់ជាអស់ចិត្តនៅការប្រកួតជាមួយនឹងកីឡាករឌីមសេរុំនៅឡើយទេសូម្បីតែលោកគ្រូសេនមន្ថេនក៏ទន្ទឹងឱកាសសងសឹកបាទទន្ទឹងឱកាសក្នុងការជួបសងសឹកជាមួយនឹងកីឡាករឌីមសេរុំបាទកីឡាករប៉ែនកមហាម៉ាត់គឺជាសិស្សបាទហាត់គុណខ្មែរបាទកីឡាករបរទេសហាត់គុណខ្មែរជាមួយនឹងលោកគ្រូសេនមន្ថេនបាទហើយចំពោះកីឡាករប៉ែនកមហាម៉ាត់នេះគាត់មិនដែលចាញ់អ្នកណាក្រៅតែពីចាញ់កីឡាករឌីមសេរុំទេបងប្អូនបាទការប្រកួតជិត30ដងគាត់មិនដែលប្រកួតចាញ់អ្នកណាក្រៅតែពីកីឡាករឌីមសេរុំទេបាទអញ្ចឹងឌីមសេរុំគឺជាកីឡាករទី1ដែលយកឈ្នះកីឡាករប៉ែនកមហាម៉ាត់បាទអញ្ចឹងប៉ែនកមហាម៉ាត់កំពុងតែទន្ទឹងចិត្តសងសឹកបាទចង់សងសឹកជាមួយនឹងកីឡាករឌីមសេរុំឥឡូវនេះបាទបងប្រុសគ្រីពីឡុតបានធ្វើការចេញនៅវីដេអូនៅក្នុងបណ្ដាញសង្គម Facebook Page ផ្លូវការរបស់ខ្លួនថាគូនេះបាទនឹងមានការប្រកួតដណ្ដើមខ្សែក្រវ៉ាត់ប៉ុន្តែមិនមែនប្រកួតដណ្ដើមនឹងការពារទេបងប្អូនបាទអញ្ចឹងមានន័យថាការប្រកួតនេះគឺប្រកួតដណ្ដើមខ្សែក្រវ៉ាត់កណ្ដាលបាទមានន័យថាអត់មានខ្សែក្រវ៉ាត់របស់កីឡាករប៉ែនកមហាម៉ាត់ទេបើទោះបីជាបច្ចុប្បន្ននេះកីឡាករប៉ែនកមហាម៉ាត់គាត់កំពុងតែក្រងខ្សែក្រវ៉ាត់បាទក្រងខ្សែក្រវ៉ាត់របស់ Extreme Cambodia រហូតដល់2ខ្សែដែលខ្សែក្រវ៉ាត់កង់ចេញម្រាមក៏មានខ្សែក្រវ៉ាត់កង់ធំក៏មានបាទយ៉ាងណាក្តីជាការបំពេញចិត្តអ្នកគាំទ្របងប្រុសគ្រីពីឡុតគាត់បានលើកឡើងថាអ្នកគាំទ្រ 80% ចង់ឲ្យការប្រកួតនេះគឺប្រកួតទៅដើមខ្សែក្រវ៉ាត់កដាលហើយ 20% គឺចង់ឲ្យប្រកួតទៅដើមខ្សែក្រវ៉ាត់ពីកីឡាករប៉ែនកយ៉ាងណាក្តីដូចអ្វីដែលបានជម្រាបជូនអញ្ចឹងថាបងប្រុសគ្រីពីឡុតតែងតែគិតគូរដល់ហៅថាទឹកចិត្តអ្នកគាំទ្របាទគាត់ថាយកមតិភាគច្រើនរបស់អ្នកគាំទ្រចង់ឲ្យប្រកួតទៅដើមខ្សែក្រវ៉ាត់កដាលដូច្នេះគាត់រៀបចំខ្សែក្រវ៉ាត់មួយទៀតថ្មីស្រឡាងតែម្ដងគោះកេះតែម្ដងគឺឲ្យកីឡាករឌីមសេរុំនិងកីឡាករប៉ែនកមហាម៉ាត់ប្រកួតទៅដើមបាទអូយបងប្រុសហើយបាទសូម្បីតែកីឡាករប៉ែនកមហាម៉ាត់បច្ចុប្បន្នមានខ្សែក្រវ៉ាត់2ខ្សែសិតតែខ្សែក្រវ៉ាត់ត្រូវទៅដើមនឹងការពារបងប្អូនបាទតែគាត់សុកចិត្តឲ្យវាយទៅដើមខ្សែក្រវ៉ាត់កដាលដោយសារតែបងប្អូនអ្នកគាំទ្រចង់ឲ្យមានការរៀបចំប្រកួតទៅដើមខ្សែក្រវ៉ាត់កដាលវ៉ាវបងប្អូនបាទអញ្ចឹងមានន័យថាគាត់ធ្វើតាមចិត្តអ្នកគាំទ្រមែនតើតែម្ដងបាទគាត់ធ្វើតាមចិត្តអ្នកគាំទ្រតែម្ដងអញ្ចឹងគូនេះបាទគាត់ថានឹងរៀបចំឲ្យប៉ះគ្នានៅចុងឆ្នាំបាទនៅចុងឆ្នាំ2025នេះហើយបងប្អូនបាទអញ្ចឹងពេញលេងហើយបាទហើយគាត់ថាមិនមែនតែមួយខ្សែទេបាទអាច2អាច3ហើយអាចច្រើនជាង3ទៅទៀតបងប្អូនបាទអញ្ចឹងមានគូល្អជាច្រើនទៀតដែលនៅក្នុងការប្រកួតក្នុងព្រឹត្តិការណ៍នោះបាទអញ្ចឹងបងប្អូនហើយបាទគូនេះពេញលេងទៀតហើយក៏ក្រើកទៀតហើយបាទគុណខ្មែរមានរឿងតាមដានជាហូរហាយតែម្ដងបាទហើយគីឡូធំរឿងស្ងាត់បាទមករយៈឥឡូវនេះលេងតែគីឡូតូចបងប្អូនបាទវាយពេញចិត្តពេញថ្លើមអ្នកគាំទ្រតែម្ដងបាទអញ្ចឹងវីដេអូនេះបញ្ចប់តែប៉ុណ្ណេះសូមអរគុណសូមជម្រាបលា